នេះបងប្អូនជើងដែលពិបាកមើលបំផុតគឺជើងកាហ្វេប៉ុន្តែក៏ខ្ញុំសូមអធិស្ឋានដែរខ្ញុំអត់បង្ហាញតបើបានដោយសារថាយើងបង្ហាញនេះខុសគោលការណ៍ដោយសារតបើគាត់ធំខូចកូនជើងមួយជាងហ្នឹងហើយគាត់ខូចគួរឆ្អឹងលាកខ្លាំងហើយអ្វីដែលសំខាន់អ្នកជំងឺខ្វះឈាមទៀតបាទអញ្ចឹងឈាមគាត់បានថា8អីទេវាតិចទៀតមែនតើបាទហើយបើសិនជាបងប្អូនមានតបៅខ្ញុំស្នើនៅការស្នើរបស់ខ្ញុំស្នើឲ្យបងប្អូនឆាប់ទៅព្យាបាលទៅកុំទុកដល់វារលួយខ្លាំងធ្វើឲ្យគាត់ឈាមរបស់យើងចូលមកអញ្ចឹងគឺវាខូចមិនតិចម្ដងធ្វើវាបាត់បង់ឈាមរបស់យើងហើយជើងប្រភេទនេះគឺជាជើងពិបាកមើលមែនតើបាទទី1គាត់ចាស់ហើយទី2តែសារឈាមគាត់ឃើញថាធំក៏ពិតមែនប៉ុន្តែឈាមមកអត់សូវល្អដោយសារថាវាមានកំណកនៅក្នុងនឹងច្រើនកំណកខ្លាញ់កំណកអីចឹងណាវាប៉ោងក៏ពិតមែនប៉ុន្តែខប់ឈាមរបស់គាត់នឹងរត់មកអត់លះដោយសារថាវាត្បៀតអីចឹងណាត្បៀតហើយស្ទះហើយមានការខូចខ្សែឈាមនៅកន្លែងនេះច្រើននេះក៏ស្ទះច្រើនដែរអញ្ចឹងតបៅទំនងផ្អែមមុំគឺយើងមកមើលទៅបាទកុំចាំសិនកុំគិតថាអត់អីហើយឆាប់ទៅរកគ្រូពេទ្យដែលជំនាញហើយខ្ញុំអត់ចង់ឲ្យបងប្អូនទុកយូរអត់ចង់ឲ្យបងប្អូនត្រាំឆ្នាំខ្មែរឬត្រាំបែបបុរាណទេធ្វើឲ្យប្រព័ន្ធបាទរឿងតបៅទឹកនោមផ្អែមនេះវាមានស្រួលមើលហើយនឹងអត់ស្រួលមើលបាទហើយបើនេះវិញជានេះខ្ញុំមើលតាមរយៈជាងព្រោះវាស្រួលមើលប៉ុន្តែខាងនេះអត់ស្រួលទេខ្លាញ់ក៏ខូចខាងក្រោមសរសៃឈាមក៏ខូចពីខ្សែធំយើងវែកមើលទៅអត់លួយអស់លេងហើយបាទដោយបវិនមន់អត់លួយហើយវាខូចច្រើនហើយពូឆ្អឹងក៏ពុកឆ្អឹងគាត់ពុកផុយអស់លីងផុយដូចកន្ទក់អញ្ចឹងពុកហ្នឹងផុយបាទអញ្ចឹងកុំទុកយូរបងប្អូនហើយជើងប្រភេទនេះគឺស្ទះអញ្ចឹងគឺឈឺបាទឈឺមែនតើអរគុណអញ្ចឹងបងប្អូនមានតបៅទឹកនោមផ្អែមឆាប់រស់រាន់ណាកុំទុកយូរអរគុណ